បាទខ្ញុំបាទទេពធីតាសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាទាំងបងប្អូនអ្នកដាំដំណាំទុរេនហើយក៏ជំរាបសួរទៅដល់បងប្អូនដែលជាអ្នកហូបនិងគាំទ្រទៅលើផ្លែឈើទុរេនដូចគ្នាដែរបាទថ្ងៃនេះថ្ងៃទី26ខែ6ឆ្នាំ2025វត្តមានខ្ញុំបាទទេពធីតានៅក្នុងចំការទុរេនតាកាំងមេមត់បាទនៅក្នុងចំការទុរេនតាកាំងមេមត់មកដល់ពេលនេះពូជទុរេនដែលកំពុងតែបំរើទៅដល់បងប្អូនអតិថិជនរួមមានពូជភូមិនីពូជមូសាំងឃីងពូជរី6ហើយនឹងមុនថងបាទមុនថងគឺចាប់ផ្ដើមដល់បដៅហើយក៏ជាសារមួយជម្រាបជូនទៅដល់បងប្អូនដែលជា fan របស់មុនថងដែរបាទចង់ប្រាប់ថាទុរេននៅចំការតាកាំងដល់ហើយពូជមុនថងនៅក្នុងដំណាក់កាលនេះបាទហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ហើយក៏ខ្ញុំចង់ផ្ដោតទៅក្នុងវីដេអូមួយនេះគឺពាក់ព័ន្ធទៅនឹងខ្ញុំឃើញថានៅស្រុកមេមត់មានការរីកចម្រើនខ្លាំងខាងវិស័យដំណាំទុរេនឬក៏វិស័យដំណាំហូបផ្លែដូចជាមង្ឃុតដូចជាសាវម៉ាវទុរេនជាដើមបាទលើសពីនេះទៅទៀតដែលជាចំណុចពិសេសសម្រាប់ឆ្នាំ2025នេះគឺស្រុកមេមត់មានផ្សារមួយបាទដែលគេហៅផ្សារខ្នងកពើបាទតែសម្រាប់ខ្ញុំគិតថាគួរបងប្អូនហៅផ្សារនោះជាផ្សារប្រជាកសិផលបាទផ្សារប្រជាកសិផលគឺមានន័យថារាល់ផ្លែឈើរាល់កសិផលដែលបានមកពីជុំវិញនៃទីតាំងផ្សារនោះនៅក្នុងស្រុកមេមត់នោះសូមប្រជាកសិករម្ចាស់ចំការផ្ទាល់យកមកលក់ដោយផ្ទាល់នឹងបានយើងឲ្យឈ្មោះថាផ្សារប្រជាកសិផលអញ្ចឹងកំពុងតែលោបីរន្ទឺហើយអញ្ចឹងក្នុងឱកាសដែលកំពុងតែមានឈ្មោះបោះសម្លេងសូមប្រជាកសិករថែរក្សាគុណភាពណាម្ចាស់ចំការថែរក្សាគុណភាពឲ្យបានល្អទាំងរសជាតិណាទាំងតម្លៃរសជាតិយើងបានហើយតែបើតម្លៃយើងអត់ល្អក៏គេអត់គ្រប់គ្រងយើងប្រហែលដែរតម្លៃយើងល្អមែនប៉ុន្តែរសជាតិយើងអត់ល្អក៏គេមិនគ្រប់គ្រងយើងដែរអញ្ចឹងមានការជ្រោមជ្រែងពីស្ថាប័នជាច្រើនជាពិសេសស្ថាប័នពាក់ព័ន្ធដូចជាការិយាល័យកសិកម្មស្រុកមេមត់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំយកចិត្តទុកដាក់លោកដុតដៃដុតជើងណាស់ជាពិសេសលោកប្រធានមន្ទីរគឺផ្ដោតទៅលើដំណាំទុរេននឹងណាស់ដើម្បីឲ្យទុរេនមេមត់មានឈ្មោះបោះសម្លេងកាន់តែល្បីរន្ទឺទៅដល់អ្នកហូបទុរេនបាទអញ្ចឹងផ្សារប្រជាកសិផលដើម្បីថែរក្សាឲ្យបានយូរជាងនឹងទៅទៀតជាគំនិតរបស់ខ្ញុំគឺដូចខ្ញុំបានលើកឡើងអញ្ចឹងថាសូមឲ្យម្ចាស់យកទៅលក់ផ្ទាល់បើសិនជាមានឈ្មួញកណ្ដាលយកទៅលក់ផ្ទាល់ទៀតយកទៅលក់ទៀតខ្ញុំគិតថាវាមានភាពផលប៉ះពាល់ខ្លះផលប៉ះពាល់ទី1គឺទៅលើតម្លៃធម្មតាគាត់ទិញពីចំការមកហើយគាត់ត្រូវបូកតម្លៃណាមួយជាកម្លៃជើងសារសម្រាប់គាត់យកជាប្រាក់ចំណេញនឹងមួយបន្តទៅទៀតអ្នកលក់បន្តក្រោយពីអស់ចំការហ្នឹងគាត់ទៅចំការមួយទៀតចុងក្រោយគាត់អាចនឹងជ្រៀតចូលនៅកសិផលមិនមែនជាកសិផលខ្មែរចូលក្នុងផ្សារប្រជាកសិផលខ្ញុំតែងតែឃើញផ្សារប្រជាកសិផលជួបហានិភ័យគឺចន្លោះហ្នឹងបាទឃើញអ្នកគ្រប់គ្រងច្រើនចាប់ផ្ដើមហើយណាដោយតំបន់ខ្លះគ្រាន់តែលឺទេខ្ញុំមិនបានឃើញផ្ទាល់ទេគេថាដឹកទុរេនចូលក្នុងចំការឃើញចំការហ្នឹងមានអតិថិជនចូលច្រើនអីច្រើនអញ្ចឹងទៅខ្លែងបន្លំមិនមែនផ្លែរបស់ចំការខ្លួនផ្ទាល់ទេត្រង់ហ្នឹងហើយជាចំណុចមួយដែលសម្រាប់ទីផ្សាររបស់ប្រជាកសិករដែលជាអ្នកដាំផ្ទាល់លោកប្រឹងប្រែងណាស់តម្រាំតែបានដើមទុរេនល្អ
តម្រាំតែមានផ្លែទុរេនល្អរសជាតិឆ្ងាញ់យកទៅដល់អ្នកហូបតែដល់ឈ្មួញកដាលគាត់អស់ពីមួយទៅមួយអស់ពីមួយទៅមួយដោយសារតែអតិថិជនគាត់គាំទ្រច្រើនគាត់ចាប់ផ្ដើមមានគំនិតមិនស្មោះត្រង់អញ្ចឹងដែលនាំធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដាំផ្ទាល់បាទអ្នកដាំផ្ទាល់គឺជាអ្នករងគ្រោះនេះចំណុចនៅអ្វីដែលខ្ញុំមើលឃើញបាទអញ្ចឹងផ្សារកសិផលនៅស្រុកមេមត់អ្វីដែលខ្ញុំចាប់អារម្មណ៍គឺបងប្អូនប្រជាកសិករយើងយកមកលក់ផ្ទាល់ហើយតម្លៃក៏សមរម្យទៀតបាទឆ្នាំនេះគឺទុរេនតម្លៃសមរម្យណាស់ពីមុនតម្លៃរបស់ខ្ញុំដាក់តម្លៃរៀងទាបជាងគេថាมันល្អអញ្ចេះมันល្អអញ្ចោះដាំអស់ទុនច្រើនណាស់มันគួរណាលក់តម្លៃទាបបាទសពគ្រប់បែបយ៉ាងទេតែបងប្អូនត្រូវគិតថាបងប្អូនត្រូវកត់ត្រាចំណាំទាំងចំណាយចំណូលរបស់យើងឲ្យបានត្រឹមត្រូវហេតុអីទុរេនគេនាំចូលគេលក់តម្លៃបានធូរខ្លាំងហើយទុរេនយើងនៅក្នុងស្រុកហេតុអីលក់អត់បានតម្លៃដូចគេហើយសូមចិត្តមួយទៀតសូមឲ្យបងប្អូនកុំមានមោទនភាពថាទុរេនខ្មែរត្រូវតែថ្លៃបាទទុរេនខ្មែរត្រូវតែថ្លៃនឹងហើយបានបរទេសចេះតែជ្រៀតចូលជាពិសេសស្រុកមេមត់នឹងឯងបាទនៅជាប់ព្រំដែនស្រាប់បាទតែមិនតិចចូលមកដល់តែម្ដងអញ្ចឹងកែទម្លាប់នឹងទៅប៉ុណ្ណាដែលយើងអាចលក់បានយើងអាចចំណេញបានយើងអាចថែរក្សាអតិជនយើងបានយើងធ្វើទៅបាទគេហៅថាកុំឲ្យងាប់តម្លៃតែងាប់តម្លៃអ្នកណាអ្នកបរាជ័យព្រោះថាទុរេនយើងមិនមែនដាំមួយថ្ងៃពីរថ្ងៃបានទេណា5 6ឆ្នាំតែមកតែឲ្យផលហើយជាក់ស្ដែងដូចខាងក្រោយខ្នងខ្ញុំអញ្ចឹងជាង10ឆ្នាំហើយជិត20ឆ្នាំហើយអញ្ចឹងសួរថាប្រឹងថែយ៉ាងម៉េចតែមកតែបានប៉ុណ្ណឹងគឺឆ្លងកាត់ឧបសគ្គច្រើនណាស់អញ្ចឹងកុំឲ្យគ្រាន់តែបញ្ហាបន្តិចបន្តួចទៅលើតម្លៃចំណេញតិចទៅធ្វើឲ្យខូចទីផ្សារបាទមិនទេកុំទៅផ្លូវហ្នឹងអីហើយមួយវិញទៀតព្យាយាមឲ្យភ្ញៀវចូលចំការយើងមានអីត្រូវការលាក់បាំងនៅក្នុងចំការយើងអត់មានអីលាក់បាំងទេឲ្យតែយើងជាមនុស្សសុចរិតត្រឹមត្រូវយើងមិនប្រើប្រាស់គីមីពុលឲ្យហួសប្រមាណយើងមិនប្រើប្រាស់គីមីវាប៉ះពាល់ទៅដល់សុខភាពទៅដល់អ្នកប្រើទៅដល់អ្នកហូបយើងមានអីត្រូវលាក់បាំងជាក់ស្ដែងនៅក្នុងចំការទុរេនតាកាំងទាំង3ចំការក្នុងឆ្នាំនេះគឺទាំង3មិនមែន1មិនមែន2ទេគឺទាំង3តែម្ដងទាំងមេមត់ទាំងរតនគិរីទាំងកំពង់ធំគឺស្វាគមន៍ភ្ញៀវចូលទៅដល់ចំការហូបទៅដល់ចំការភ្លក់រសជាតិទៅដល់ចំការអញ្ចឹងឃើញថាបងប្អូនគាំទ្របានដោយសារភាពស្មោះត្រង់របស់ចំការនីមួយបើយើងបន្លំគុណភាពបើរសជាតិយើងអត់ឆ្ងាញ់ក៏គេអត់គាំទ្រយើងដែរបាទកុំថាថោកក៏គេអត់គាំទ្រដែរបើហូបអត់កើតនោះអញ្ចឹងតនបងប្អូនប្រជាកសិករយើងគាំទ្រផលិតផលខ្មែរអញ្ចឹងក្នុងនាមយើងជាខ្មែរត្រូវធ្វើឲ្យសមទៅនឹងការគាំទ្រឆ្លើយតបទៅនឹងការគាំទ្ររបស់បងប្អូនកុំបន្លំគេផ្នែកខាងក្រសួងកសិកម្មក៏លោកដុតដៃដុតជើងក៏លោកប្រឹងប្រែងណាស់ដែរដើម្បីបង្ហាត់បង្រៀនពន្យល់ទាំងសិក្ខាសាលាទាំងចុះមកដល់ចំការផ្ទាល់បង្ហាញអំពីគោលការណ៍ចំណីអាហារសុវត្ថិភាពដល់យើងណាដែលហៅថា GAP ឬក៏ GAP នោះបាទគោលការណ៍លោកបានបង្ហាត់បង្រៀនយើងពន្យល់យើងឲ្យបានច្រើនតាក់ទងទៅនឹងការផលិតទុរេនរបស់យើងការដាំដុះរបស់យើងការប្រើប្រាស់ជីថ្នាំរបស់យើងបែបធម្មជាតិណាគោលការណ៍ទាំង3របស់លោកដែលតែងតែផ្ដល់មកដល់ក្នុងចំការទុរេនតាកាំងគឺយើងប្រើប្រាស់យ៉ាងម៉េចតាក់ទងទៅនឹងគោលការណ៍ទី1គឺជីវសាស្ត្របាទជីវសាស្ត្រគឺយើងប្រើសត្វល្អិតឲ្យទៅកម្ចាត់សត្វល្អិតតាក់ទងដោយពីងពីងក្រហមអញ្ចឹងមានអណ្ដើកមាសអាចកម្ចាត់ពីងពីងក្រហមបានអាចទម្រង់បែបហ្នឹងអង្ក្រងអាចបំផ្លាញនៅសត្វល្អិតចង្រៃផ្នែកផ្សេងទៀតបានទាំងអស់ហ្នឹងគឺគេហៅថាផ្នែកជីវសាស្ត្រចូលដល់អីគេចូលដល់តិចនិចឬក៏មេកានិកបាទមេកានិក
cứ chỉ cả ta muối đài trồng ca từ lên ta càng tàng bấy tayแต่ปลาchỉ du luôn mà hỏi ẩm pú chạp sạch ật nè cứ dừng nó một kia à cảปลาบาดนังมองสำหรับจับเมดวงหรือก็กันใจนู่ก็ยังปลาตั้งไปยูยี่น่ะมาหอยได้แต่ตรงไอ้เตี้ยแต่ตรงอ่อนเตะสมับจับสร้างก็ยังปลาได้โดยลูกเพียบบ้านบางหางจังนะยังปลายูมาหอยตุ่มรงแบบนั่งดำใบไอ้ยังรวมขึ้นเนี่ยกัดบอลทอยในการปลากีมีปุลด่านยังรวมขึ้นเนี่ยดำใบกัดบอลทอยพอปะปอแต่ดอลเนี่ยฮูบทุเรียนระบอยืงบ่าจำนวนนั่งอ่ะได้ที่จำนวนมวยได้ยืงกำปงแต่ดาวรวมขึ้นเนี่ยแตงกระซวงแตงบองพระโอนไปเชียกะสกอแตงบองพระโอนได้เชียบกกระลึกในขนมจมกาก็โลกอัดเสือปะปอสกปรกจะแสดงดามขปูเห็นใช่บ่เงี้ยตะบันธนามปลเงี้ยตะบันธนามปลสู้ท่าปะปอสกปรกกอดเลยปะปอให้บ่ปะปอกอดคลั่งกอดบ่มรายกางเงี้ยในขนมตีการอัดเด้ถ้ามันกาตีจังวิสัตแต่เมียนพอปะปอต่อเนี่ยต่อแต่จำนวนมวยแต่ปีบ้าบ่มพดแมนแต่ได้ได้ยังกึศฮะสารอัดอะไรจับดามอัปเดตได้อัปเดตเลเวลบักว่าได้ปันนังไออัดงอปันนังไออัดบาดตีหรือก็สารอัดทำไมมาตีได้นะจีบเซ่ขนมชนะปีปอนไผ่ปรามนี่ยมคืนใจหลังเงาคืนหลุดคลังอ่ะบ่าจังแตงวิธีซาแตงปีนะแตงจีบซาแตงมีกันได้ตุบอัดบานเต้บ่ากีมีซาโจเลยปนแต่เตยชื่อเรือยกขนามหน้าได้ตัวตูสกอร์ได้กระทรวงกสิกรรมให้บานตรำเตยมีบัญชีการตรำเตยหอยบ่อนท้อยในการปะปอนสุขภาพดอนเนี่ยปลาปลานังดอนเนี่ยหกแต่งนุกบานยึงเชลลือกูกามุ้ยสโลบยกแบดงเนี่ยหกบานเฮ้ยแต่ว่ายึงในแต่ทัดฟื้นเอาแต่บานเตยเนี่ยหกอัดดังตีกอดไม่แต่ดังเบื่อมันปรับกอดลูกดังมาดอลไงนี่ยมchưa taลูกดังโจจำกาcòn là khơi diêu ấy năng mà hỏiลูกดังปีthôi bà กรมการเงียร์บ่จำกาตะกางแต่งใบปุ่นยุลจะอะไรดาวปอคิวดาวไอ้นั่งสอบกรุบแบบยางไอ้บ้านจังจะแสดงบงปอนมือตั้งยืงอัดเมียนเติมตุรงเลือกแรงแต่ดามแต่ยังเพียบาจุ่มงือส่งไปแต่เพียบาจุ่มงือโดยเจ็บโบตึกจังไงยืงดดยืงรูลบงปอนกล้าเมียนกาจำอเลาะเลยแต่มาดอสมัยนี้เฮ้ยในปลายวิธีสร้างจังเตี้ยนะอเตยืงเชี่ยวปีกีมีสาหนังไอ้บ่าแต่งสกปรกได้สกปรกดามสกปรกสลักแล้วเขาตลอดคุณภาพในแพร่บ่าอายุการปนน้าได้ยืงชุบปลากีมีสาก็เอาปลาปอตลอดเนี่ยหกตัวใบสัมพออัดเสือบานแม่นแต่ยาคุณภาพบ่าบ่งองค์กล้าท้าตัวเรียนมันมูลอเตตัวเรียนนะโดยจีเมียนใจคลาไอ้แช่มวยปีไอ้จังเตยก็มีได้แต่เถยโยลแบดงอ่อมปีเนี่ยฟื้นแต่วันท่าดามใบก็อ้อยปะปอแต่ดอสกปรกบงปอนบ้านยังปลายวิธีสะโดยเฉพาะบ้านจังขยมความเตอบ้านขยมความเตออย่างหมดมอมสมรับสกไม่หมดได้บ้านบังเกิดสากะสิพอโปรชีกะสิพอในลายเอาบองปอนยืงกลมในขนมกลุ่มเนียบชมุนกันดาตีดเอาบองปอนยืงแจกทะลังทลายอ่อมปีดำไลอ่อมปีกุนเพียบให้หนังบ้านแต่ตัวในปอดเมียนปีเนี่ยโฮมาเว้นท่าเนี่ยโฮจังบ้านเอาไว้เอาเปิดประกอบปีมุนในตีนี้ทุเรียนขมายอัดเมียนดำไลตีไอ้เลยเมียนในเลือซาไปเจียกะสิพอคือทุเรียนขมายเมียนดำไลจีการร่วมจมในระบาดจมการทุเรียนตะกังได้ปีมุนทุเรียนขมายกี่อัดตัวโยกเต้กี่ท่าสัจอัดจุดกรอบไปแต่ยังทายต้อมโดยทุเรียนปูธรรมดาได้รู้เชียดง่ายกี่สกอลทุเรียนขมายในสระไม่หมดด่าปีมุนพุ่งมันนี่กี่มันเซอร์รอบอ่านได้แต่เลยกี่ตัวสกอลถับพุ่งมันนี่ในสระไม่หมดง่ายจีบเส้นในครองจมการทุเรียนตะกังด่าจังซาประชีกะสิพอชลาวตอบแต่เว้นแต่เมา
រវាងចំការទុរេនតាកាំងនៃស្រុកមេមត់ព្រោះថាផ្សារប្រជាកសិផលនៃស្រុកមេមត់នៅក្នុងកំពើចម្ងាយប្រមាណ2គីឡូដីទេពីចំការទុរេនតាកាំងអញ្ចឹងចេញពីផ្សារប្រជាកសិផលមកដល់រូបសំណាក់ទុរេនធំមួយនៅគីឡូម៉ែត្រលេខ214ជាចំការដែលបងប្អូនធ្លាប់មកភ្លុះរសជាតិជាចំការដែលបងប្អូនជឿទុកចិត្តជាពិសេសថ្ងៃអាទិត្យទីនេះដូចរមណីយដ្ឋានមួយអញ្ចឹងបាទបានឆ្លើយតបទៅនឹងកសិទេសចរបាទក្នុងគោលបំណងនឹងមួយអញ្ចឹងហើយយើងព្យាយាមធ្វើយ៉ាងម៉េចឲ្យទុរេននៃស្រុកមេមត់យើងល្បីរន្ទឺតែក៏យើងជៀសវាងហើយនឹងគុំអនុវត្តបន្តទៅទៀតអីដើម្បីថែរក្សាផ្សារនឹងឲ្យបានដើម្បីថែរក្សាកេរ្តិ៍ឈ្មោះទុរេនយើងឲ្យបានកាត់បន្ថយការប្រើប្រាស់គីមីពុលបាទខ្ញុំចង់ប្រាប់បងប្អូនថាកុំមានមោទនភាពថាឲ្យតែទុរេនខ្មែរដឹងតែល្អកុំមានមោទនភាពអញ្ចឹងអីចុះបើទុរេនខ្មែរយើងមែនដាំនៅលើទឹកដីខ្មែរមែនតែប្រើថ្នាំគីមីប្រើថ្នាំទាំងជីទាំងថ្នាំសត្វល្អិតទាំងអីសពគ្រប់បែបយ៉ាងពីប្រទេសជិតខាងយើងដែលគេកំពុងតែឈប់ទិញផ្លែទុរេនគាត់នោះសួរថាមានអីទៅខុសគ្នាគ្រាន់តែដូរតែដីហ្នឹងដូរតែដីថាទីនេះស្រុកខ្មែរទីនេះកម្ពុជាតែគោលការណ៍យុទ្ធសាស្ត្រនិងវិធីសាស្ត្រក្នុងការប្រើប្រាស់ទាំងជីទាំងថ្នាំអីសពគ្រប់បែបយ៉ាងទាំងអស់នៅប្រើរបស់ខាងកើតនៅប្រើរបស់ខាងលិចដែលដឹងច្បាស់ថាខាងលិចខាងកើតគេឈប់ទទួលយកហើយផ្លែទុរេនរបស់គេហេតុអីយើងនៅប្រើ system នឹងទៀតបន្តិចបើយើងនៅតែប្រើអញ្ចឹងទៀតគេក៏ឈប់ទិញរបស់យើងដែរអានេះបើគេដឹងណាមិនគ្រាន់តែផ្លាស់ប្ដូរទីតាំងពីកើតមកចូលស្រុកយើងអត់អីអត់ប៉ះពាល់ទេជីថ្នាំខ្លះគ្រាន់តែប្រើទៅក៏ខូចដីនឹងដែរធ្វើឲ្យដីនឹងចេញពីដីនឹងធ្វើឲ្យផ្លែហ្នឹងដែលមានសារធាតុដែលគេហាមឃាត់ដែលគេមិនទទួលយកបាទថ្នាំខ្លះក៏មានសារធាតុហ្នឹងមិនបាច់ទៅដល់អីណាចលក់បៀកតោងអីទេក៏អាចមានសារធាតុដែលគេហាមឃាត់ជាពិសេស BY2 ហ្នឹងបើយើងនៅតែបន្តប្រើប្រាស់ដូចគេទៀតយើងនឹងជួបហើយនឹងការគេអត់ទិញទុរេនរបស់យើងទៀតហើយអញ្ចឹងចំណុចហ្នឹងដែលយើងត្រូវកែប្រែហើយឈប់ធ្វើអញ្ចឹងទៀតដើម្បីយើងទាំងអស់គ្នាមិនមែនដើម្បីតែទុរេនពួកខ្ញុំទេគឺដើម្បីទាំងអស់គ្នាយើងធ្វើឲ្យខុសពីគេដោយសារតែយើងធ្វើខុសពីគេហ្នឹងហើយបានប្រជាកសិករយើងគ្រប់គ្រងបានប្រទេសដែលជាអ្នកទិញហ្នឹងគេងាកមករកទុរេនរបស់យើងវិញបើយើងនៅតែធ្វើដូចគេដដែលបើគេដឹងគេឈប់ទិញនឹងឯងមានអីចម្លែកខុសតែឈ្មោះប្រទេសហ្នឹងជីថ្នាំដដែលអីដដែលទាំងអស់ហ្នឹងពិនិត្យទៅឃើញក្នុងទុរេនហ្នឹងមានសារធាតុដែលគេមិនចង់បានដដែលហ្នឹងណានឹងជាបញ្ហាសម្រាប់ខ្ញុំផ្ទាល់គឺសូមចិត្តអញ្ចឹងថាផ្លាស់ប្ដូរយើងប្រើទម្រង់អอร์ហ្គានិកយើងប្រើបែបធម្មជាតិឲ្យបានច្រើនថែទាំដីយើងផងថែទាំសុខភាពទុរេនយើងផងនិងគុណភាពផ្លែរបស់យើងឆ្ងាញ់ទៅទៀតទាំងអស់ហ្នឹងគឺជាចំណុចដែលយើងត្រូវកែប្រែដើម្បីទុរេនមេមត់ដើម្បីទុរេនខ្មែរយើងបាទទាំងអស់គ្នាព្រោះថាការគ្រប់គ្រងកើតមានហើយអញ្ចឹងកុំឲ្យអ្នកគ្រប់គ្រងយើងខកចិត្តបាទអ្វីដែលខ្ញុំលើកឡើងគឺមានប៉ុណ្ណឹងសម្រាប់ឲ្យបងប្អូនហើយក៏មួយទៀតបងប្អូនអ្នកហូបប្រយ័ត្នប្រយែងដែរណាខាងលិចខាងកើតឈប់ឲ្យចូលមែនប្រឹងទាំងអស់គ្នាទប់តែក្បួនខាងលិចខាងកើតកំពុងតែវាយលុកចូលហើយខាងលិចខាងកើតប៉ុន្តែมันមានចេតនាមួយឲ្យយើងរីកចម្រើនប្រមាណទេបាទអញ្ចឹងគេយកក្បួនមកតើមកជួយយើងឬក៏មកធ្វើឲ្យយើងកាន់តែលំបាកដូចគេបាទតាមផ្លូវកន្លែងមួយចំនួនកាត់ភ្លាមបើអ្នកមេមត់គេហៅថាធ្វើ
cắt chanh bị cá thưa hỏi mòn đập bê thưa hỏi giờ từ lưới tì xá thưa mày khai tề nâng chào khai tề nâng mình tum lọ chẳng bạc hòm chặt thưa nhiều cái pung tờ râu khang hay cắt mùn tay tay chậm bạch ở toàn là đời cả lấy đi hiện tương tích bịa tông tích tum lọ dương thưa ấy tục ơi tề dương cha tam thọ mà đa tư tề thọ mà chiết pe kla về miên răng kla về miên chi kla ấy chẳng tay tờ miên thôi thôi từ phải vô rồi nè hộp ở ban cho ba lo từ cùng ban đã à là o đội liệp lệ là nhon thôi mình pa po trong ban này phiền pa po nè đam bay ở tùm là o từ chưa tam cô ca vào cái biết tông biết ấy chỉ nghe chỉ ngang bên năng anh năng hơi đại chỉ phơi muối đại dương bà cháy hơi dương miên mê riêng hai ta song khang dương miên mê riêng này ta dương cùng lướt tu sanh môi ta thò mà đá nơi khẳng cao cái bịa tông cái chỉ lụa chẳng chỉ hướng thò mà đá ấy nè nơi khẳng lệch chân cái phở mà sai oramin này nè thò mà đá ấy riêng thò mà đá bỏ kì nè hai đại tới chỉ kỳ lụa thuyền ở chân chẳng cùng do à kì nè do một đại lư thuyền khai dương ấy ta đại lư thuyền khai dương hà nị phây nè cả lại nè ai chẳng xôm chất hà cùng từ chẳng ấy rú tại chim muôn cần đa tê tại sầm rạp kia nè đám và ba hậu tiệp xa na ta khâu chim muôn tới hỏi luôn tiền khung sọc tiền cài sọc chân khung ở cả ní nè chầm ca nè đam to chia diêm riệp chầm ca ở bàn trầm trư ở miền à nam mai ở bàn trầm trư miền còn lại nhàng cùi lên nè tụt nhiều ở bàn xòm rum đúng không chỉ cả trả lời tọp dương ở trong bài miền nè mà cắt bao dương và tòi tiệt tê chẳng ta nhiều chỗ trồng cá ở miền thủ riêng lệch mùi lệch pi tê tai bơ sầm rạp bỏ ở trong mùi cả đá thủ riêng miền lệch mùi miền lệch pi thủ riêng lụa đại tới kia một cắt sưu bùa tư thủ riêng lụa mặt đại tê tôm chụp pin chỉ cá tư dương thọp chụp thôi nữa bà nhà này chẳng chọn chay đồng lệch nở vấy để phụ nhom thọp chụp từ đó bong ôn nè chấm cá đai mình thọp chụp đòi bong ôn chỉ nè chấm cá đôi nhom đai bạn chân tiền on đi nơi tại này gì đồ đài o côn từ đó mình tì cả sự cam khai tập buông không o côn từ đó cả giờ lại cả sự cam sọc 11 để đốt đáy đốt chương hỏi có o côn từ đó trong social media để prăng sai pi xa và chia cả sự phò này sọc 11 này bạn đại thưa ao lộc bay rừng tư nè score thủ riêng không ai score ấy sọc group bẹp vàng đạt chẳng xôm cùng oi cá prăng pray rồi bòลูกแต่งคลายแต่จีโคบอมนองโดยสาชมุนกันดาโดยสาเนี่ยเฉลี่ยเอากะยกพอจำเน่งบานบ้ามันบานช่วยไปจีกะสกอเต้กลมทั่วไอ้ก้อนหลุมบ้าผู้ก้อนหลุมบ้าอยู่มาให้จังคือจีกาชลอยตบแต่วิ่งแต่หมอเราวิ่งจมกาเรียนแต่กลางไม่มดให้นังซาไปจีกะสิพอบานลูกคลามาดอจำการในหายลูกจ้องแต่เลี้ยงซานังเตี้ยได้สายลูกหลับใบดับซานังเมียนเจ้เนี่ยช่วยนี่ตัววินตัวเมาจังเนี่ยกลาโจลมาดอซานังหายกอดเชียงโจลมาดอกันไหลนี่เนื้อซาเมียนถั่วเรียนกรุ๊ปประเภทกอดลูกดูจีดบ้านกอดไอ้บ้านแต่กอดอดเมียนติดแต่เพียบดาวถั่วเรียนไอ้กอดมือกอดอดเมียนกันไหลปิกนิกบอกกอดอดมีนกับไหลกำราสมัยสมัยคุยแคมปิ้งบอกกอดไอ้จังตือแหลกหน้าครูซาหรือก็แหลกหน้า private บอกกอดไอ้จังตือเนี่ยนั่งสตาร์ที่จำนายเซ็งขึ้นเนี่ยในกุนสมบัติเราเวียงซาประชีกสิพอหอยนั่งจำการตัวเรียนตะกังไม่หมดบาทลูกคลามาดอกอดทอรูปกอดเซลฟี่กอดไอ้สอบกรุบแบบย่างกอดสบายถ้าเป็นนี่จะเป็นรีแลกบอกกอดได้ได้ไปจองบ้านถ่ายกรุบกร้อนกอดจองพลุรูจีดกอดจองดังไอเตียดกอดเติบสากสิพอประทานเตียดคือจองการเรียนตะกังไม่หมดซาจอบจมวยซากสิพอในสรกไม่หมดหรือก็ซาขนองกับปือบาท
សម្រាប់ខ្ញុំសប្បាយចិត្តនៅពេលដែលវត្តមានផ្សារនេះកើតឡើងខ្ញុំជឿជាក់ថាផ្សារនេះនឹងបន្តនិរន្តរភាពឲ្យបានយូរតែយូរបានគឺអាស្រ័យអ្នកលក់នឹងឯងបាទយូរបានគឺអាស្រ័យផ្ដល់ផលប្រយោជន៍ទៅដល់ម្ចាស់ចំការផ្ទាល់នឹងដឹងតែបានយូរហើយបាទព្រោះថាភាពល្បីល្បាញឥឡូវនេះគឺផ្សារនេះចាប់ផ្ដើមលក់ដូចជាតាំងពីម៉ោង5កន្លះព្រឹកម្េះឬក៏ម៉ោង6ព្រឹកម្េះរហូតដល់6ល្ងាចគឺមានជាប់រហូតអញ្ចឹងច្រើនតោនណាស់ក្នុងមួយថ្ងៃអញ្ចឹងសូមឲ្យសកម្មភាពនឹងបន្តជាប់រហូតកុំឲ្យមានអ្នកមកបំផ្លាញបាទបំផ្លាញផ្សារនេះស្មើនឹងធ្វើឲ្យម្ចាស់ចំការមានផលប៉ះពាល់ក្នុងការលក់ដូររបស់គាត់មានការបញ្ចេញឬក៏បញ្ជូនផ្លែទុរេនរបស់គាត់ពីចំការគាត់ទៅដល់ផ្សារនោះឬក៏គាត់អាចថាណែនាំពីផ្សារថាខ្ញុំមានចំការនៅទីនោះបើចង់បានទៅចំការផ្ទាល់អាចទៅចំការផ្ទាល់ហ្មងក៏ល្អដែរនឹងសុទ្ធតែជាចំណុចខ្លាំងរបស់ម្ចាស់ចំការបាទចំការណាដែលមានភ្ញៀវចូលច្រើនខ្ញុំរាប់ថាចំការនោះគឺមានយន្តការមានយុទ្ធសាស្ត្រមានរចនាសម្ព័ន្ធល្អក្នុងការដឹកនាំក្នុងការបដិសណ្ឋារកិច្ចរសជាតិសម្ផស្សចំការអនាម័យនៅក្នុងចំការល្អបានគេចូលបងប្អូនដែលអ្នកមកហូបគាត់មានលុយលោកមានលុយសម្រាប់មកទិញរបស់យើងបើរបស់យើងអត់ឆ្ងាញ់រឿងអីគេមកកន្លែងយើងអត់អនាម័យមិនគេមកចូលមកដល់ធុំថ្នាំពុលពេញតែចំការមិនគេមកទាំងអស់ហ្នឹងត្រូវធ្វើទាំងអស់គ្នាឲ្យបានព្រោះតម្រូវការរបស់អ្នកហូបនៅក្នុងចំការយើងនៅច្រើនណាស់មិនប៉ុណ្ណេះទេនៅច្រើនទៀតហើយយើងរំពឹងថានាំចេញមកដល់ឆ្នាំនេះយើងអត់ទាន់បាននាំចេញដូចគ្នាណាអញ្ចឹងទីផ្សារទុរេនយើងក៏អត់ទាន់ជន់ចាស់ឯណាប្រហែលដែរតាក់ទងនឹងតម្លៃដោយសារចំហៀងយើងធ្លាក់ថ្លៃខ្លាំងខាងលិចខាងកើតធ្លាក់ថ្លៃខ្លាំងអញ្ចឹងយើងត្រូវតែធ្លាក់ថ្លៃដែរនឹងឯងតែធ្លាក់ថ្លៃមែនតែសួរថាចំណេញអត់យើងនៅតែចំណេញតែបើយើងនៅតែចំណេញយើងនៅតែបន្តនិរន្តរភាពក្នុងការធ្វើបន្តទៅទៀតមិនគាត់ឃើញថាពីមុនខ្ញុំលក់ទុរេនបាន 20000 ជាងឆ្នាំនេះបានតែ 10000 ជាងបាន 10000 បន្តិចអូយពិបាកលក់អ្នកណាអ្នកពិបាកឈ្មោះកដាលគាត់សេតែគាត់ពិបាកតែអ្នកចំការហ្មងដែលពិតប្រកបហ្មងពិបាកអត់រហូតតែទុរេនលក់ឲ្យភ្ញៀវអត់បានផងបាទស្ទើរគ្រប់ទីកន្លែងបងប្អូនយើងខ្លាយរអាក្នុងការលក់ទុរេនតាមខ្នល់នឹងហើយលក់ទុរេនតាមរថយន្តនឹងហើយបានលោកចូលមកតាមចំការផ្ទាល់នឹងឯងបាទអញ្ចឹងទាំងអស់នេះជាសារមួយជូនទៅដល់បងប្អូនដែលជាអ្នកម្ចាស់ចំការប្រឹងថែទាំប្រឹងអនាម័យក្នុងចំការកាត់បន្ថយការប្រើប្រាស់ទម្រង់បែបគីមីសាស្ត្រយើងរីកចម្រើនទាំងអស់គ្នាណាយើងក៏មិនប៉ះពាល់ទៅដល់សុខភាពយើងអាយុយឺនយូរផ្លែទុរេនរបស់យើងឆ្ងាញ់អ្នកហូបក៏មិនប៉ះពាល់សុខភាពត្រង់ទៅត្រង់មកនឹងបន្តនិរន្តរភាពទាំងអស់គ្នាបន្តទៅដល់កូនចៅយើងចំនួនក្រោយយករបៀបយកគំរូតាមយើងបន្តទៅទៀតបើយើងគំរូមិនល្អហើយកូនយើងមកចៅយើងមកក៏គំរូមិនល្អដូចតែគ្នាទៀតហ្នឹងអញ្ចឹងដើម្បីកសាងជាតិយើងដើម្បីពង្រឹងសេដ្ឋកិច្ចជាតិយើងបានផ្ដើមចេញពីយើងបាទផ្ដើមចេញពីយើងជាអ្នកធ្វើបាទវីដេអូរបស់ខ្ញុំបាទថ្ងៃនេះដូចជារៀងវែងតិចទៅដោយសារការរំភើបនៅឃើញសមិទ្ធផលថ្មីនៅក្នុងស្រុកមេមត់បាទអញ្ចឹងពាក្យផ្ដាំផ្ញើរបស់ខ្ញុំមានប៉ុណ្ណេះសម្រាប់ទៅដល់បងប្អូនដែលជាអ្នកដាំទុរេនសូមឲ្យបន្តនិងកែប្រែនៅគំនិតអ្វីដែលថ្មីដែលធ្វើម៉េចឲ្យយើងល្អទាំងអស់គ្នាកសាងជាតិយើងកសាងសេដ្ឋកិច្ចជាតិយើងគឺផ្ដើមចេញពីយើងធូធាជាតិយើងក៏ធូធាដូចគ្នាបាទក្នុងឱកាសនេះខ្ញុំបាទទេពធីតាពីចំការទុរេនតាកាំងមេមត់សូមអរគុណសូមជម្រាបលា